សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូឃ្លីបនៅក្នុងថ្ងៃនេះគ្រូមានបញ្ញត្តិថ្មីមួយដែលទាក់ទងជាមួយនឹងខ្លឹមសារមេរៀនថ្មីមួយរបស់យើងតែម្ដងតែខ្លឹមសារមេរៀនថ្មីថ្ងៃនេះគឺទាក់ទងជាមួយនឹងមេរៀនទី4ស្ដីអំពីទំនោរធម្មជាតិរបស់មនុស្សនៅពេលដែលយើងនិយាយអំពីមេរៀនទំនោរធម្មជាតិរបស់មនុស្សគឺយើងមិនចោលទេនៅពាក្យកលឹះឬក៏បញ្ញត្តិកលឹះនៅក្នុងខ្លឹមសារនៃមេរៀនរបស់យើងនេះដែលបញ្ញត្តិកលឹះនៅក្នុងខ្លឹមសារមេរៀនរបស់យើងស្ដីអំពីទំនោរធម្មជាតិរបស់មនុស្សនេះគឺត្រង់ចំណុចទី1មាតិកាទី1តែម្ដងគឺនិយាយអំពីនិយមន័យទំនោរតើបងធ្លាប់សិក្សាមេរៀនទំនោរនេះកន្លងមកដែរឬទេហើយតើពាក្យថាទំនោរមានអត្ថន័យយ៉ាងដូចម្ដេចអញ្ចឹងបើសិនបងប្អូនចង់ដឹងអំពីខ្លឹមសារនៃទំនោរនេះសូមតាមដានវីដេអូឃ្លីបនេះជាមួយគ្រូទាំងអស់គ្នាចឹងទំនោរបើសិនបើយើងយោងតាមខ្លឹមសារសភៅមេរៀនសិលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី12របស់យើងត្រង់មេរៀនទី4ស្ដីអំពីទំនោរធម្មជាតិរបស់មនុស្សលោកបានឲ្យនិយមន័យថាទំនោរគឺជាការតម្រង់ទិសទៅរកគោលបំណងណាមួយព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងនោះហើយជាទូទៅគឺវាត្រូវបានជំរុញដោយកម្លាំងជលករផ្សេងៗនេះគឺជានិយមន័យទំនោរបើសិនបើយើងយោងតាមខ្លឹមសារនៃសភៅសិលធម៌ពលរដ្ឋរបស់យើងនេះតែម្ដងណាបាទដូច្នេះតើពាក្យកលឹះនៅក្នុងខ្លឹមសារនេះវាមានអត្ថន័យយ៉ាងដូចម្ដេចតើពាក្យថាជំរុញដោយកម្លាំងជលករនោះវាមានខ្លឹមសារយ៉ាងណាកម្លាំងជលករបើសិនបើយើងសិក្សាបន្តិចទៅយើងនឹងបានដឹងថាកម្លាំងជលករលោកអ្នកប្រាជ្ញបានឲ្យជាបណ្ដុំនៃកម្លាំងជលករគឺមាន2សំខាន់គឺទី1លោកឲ្យឈ្មោះថាកម្លាំងជលករខាងក្នុងនិងទី2គឺកម្លាំងជលករខាងក្រៅមានន័យថាឥទ្ធិពលដែលជំរុញចិត្តរបស់យើងឲ្យធ្វើរឿងអ្វីមួយពីចេញពីខាងក្នុងរបស់យើងនៅក្នុងនោះវាមានឆន្ទៈមានគោលបំណងមានលោកទស្សនៈបុគ្គលបាទមានឧត្តមគតិជាដើមដែលជាអ្នកជំរុញយើងឲ្យធ្វើកិច្ចការងារអ្វីមួយឬឲ្យយើងមានទំនោរទៅលើអ្វីមួយឬក៏លោកឲ្យម្យ៉ាងទៀតថាជាកត្តាឧបនិស្ស័យរបស់បុគ្គលម្នាក់មកហើយមនុស្សយើងគ្រប់រូបគឺមានកត្តាឧបនិស្ស័យគឺមិនដូចគ្នាទេអញ្ចឹងហើយទៅកម្លាំងជលករខាងក្នុងនេះគឺជាអ្នកជំរុញយើងឲ្យមានទំនោរទៅលើអ្វីមួយដោយសារតែឧបនិស្ស័យតែជួនកាលមិនមែនដោយសារតែឧបនិស្ស័យទេប៉ុន្តែគឺដោយសារតែឧត្តមគតិរបស់បុគ្គលទៅជំរុញឲ្យបុគ្គលមានទំនោរទៅលើអ្វីមួយឧទាហរណ៍បុគ្គលខ្លះគាត់មានឧត្តមគតិខាងស្នេហាជាតិអញ្ចឹងជំរុញធ្វើឲ្យគាត់ជំរុញគាត់ឲ្យទៅធ្វើរឿងដែលទាក់ទងជាមួយនឹងសង្គមជាច្រើនហើយបុគ្គលខ្លះទៀតគាត់មានឧត្តមគតិខាងវិជ្ជាជីវៈអីចឹងជាដើមចឹងទៅធ្វើឲ្យគាត់ស្រឡាញ់ខាងមុខរបរការងារអាជីពរបស់គាត់បាទហើយយើងគ្រប់គ្នាគឺសិតតែមានកម្លាំងជលករពីខាងក្នុងដែលជំរុញយើងឲ្យធ្វើរឿងអ្វីមួយជួនកាលទាក់ទងជាមួយនឹងតម្រូវការដែលយើងរស់នៅប្រចាំថ្ងៃនឹងដោយសារតែយើងមានបញ្ហាខ្វះខាតផ្នែកណាមួយអញ្ចឹងដោយសារតែដើម្បីឲ្យបំពេញនៅតម្រូវការរបស់យើងអញ្ចឹងធ្វើឲ្យយើងមានទំនោរទៅរកអ្វីមួយស្វែងរកអ្វីមួយឬធ្វើអ្វីមួយដែលដើម្បីឲ្យវាបានបំពេញនៅតម្រូវការរបស់យើងនោះរីឯកម្លាំងជលករមួយទៀតលោកឲ្យឈ្មោះថាកម្លាំងជលករខាងក្រៅមានន័យថាការជំរុញពីខាងក្រៅធ្វើឲ្យបុគ្គលម្នាក់មានទំនោរទៅរកអ្វីមួយហ្នឹងឯងឧទាហរណ៍ទាក់ទងជាមួយនឹងបញ្ហាគ្រួសារអញ្ចឹងដោយសារតែកត្តាគ្រួសារបាទទើបជំរុញយើងឲ្យបន្តការសិក្សាលើមុខវិជ្ជាណាមួយចឹងទៅឬក៏កត្តាសង្គមជាឥទ្ធិពលយើងមើលទៅឃើញថាសង្គមនេះបើសិនបើយើងចាប់យកមុខវិជ្ជាណាមួយឬជំនាញវិជ្ជាជីវៈណាមួយសង្គមផ្ដល់នៅប្រយោជន៍ដល់យើងច្រើនអញ្ចឹងទើបធ្វើឲ្យយើងមានទំនោរទៅរកមុខវិជ្ជាដែលយើងចង់សិក្សានោះដូច្នេះសរុបសេចក្តីមកវិញគ្រូចង់សង្ខេបនិយមន័យថាទំនោរគឺជាការតម្រង់ទិសដៅឆ្ពោះទៅរកគោលបំណងណាមួយព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងនោះដែលដើម្បីសម្រេចគោលបំណងនោះបានគឺដោយសារតែកត្តាជំរុញឬក៏កត្តាជលករសំខាន់ចំនួន2គឺកត្តាជលករខាងក្នុងនិងកត្តាជលករខាងក្រៅដូច្នេះខ្លឹមសារនៃវីដេអូឃ្លីបថ្ងៃនេះគឺខ្លីទេគឺគ្រាន់តែបញ្ញត្តិទំនោរមួយហ្នឹងទេគឺបានហើយដូច្នេះបើសិនបងប្អូនចង់សិក្សាស្វែងយល់បន្តអំពីបញ្ញត្តិទំនោរនេះថែមទៀតបងប្អូនអាចទៅបើកសៀវភៅយើងនៅទំព័រទី18សិលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី12ហ្នឹងត្រង់មេរៀនទី4ស្ដីអំពីទំនោរធម្មជាតិរបស់មនុស្សនៅក្នុងនោះលោកបានឲ្យនិយមន័យរហូតដល់3 4
និយមន័យនោះប៉ុន្តែគ្រូច្បិចយកនិយមន័យតែមួយហ្នឹងទេព្រោះថានិយមន័យនេះវាងាយយល់ងាយស្ដាប់បានថាទំនោរគឺជាការតម្រង់ទឹកឆ្ពោះទៅរកវត្ថុបំណងណាមួយហើយជាការកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងនោះដែលដើម្បីសម្រេចគោលបំណងនោះជាទូទៅគឺវាត្រូវបានជំរុញដោយកត្តាជលករផ្សេងដែរកត្តាជលករនេះយើងសិក្សាទៅគឺឃើញមានកត្តាពីរយ៉ាងគឺកត្តាជលករខាងក្នុងនិងជលករខាងក្រៅហ្នឹងឯងដូច្នេះក្នុងវីដេអូថ្ងៃនេះគ្រូសូមសង្ខេបនិងបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះហើយបើសិនបងប្អូនយល់ថាវីដេអូនេះជាគន្លឹះខ្លីៗហើយបងប្អូនច្បិចយកនៅខ្លឹមសារមេរៀនសិលធម៌សូមបងប្អូនជួយចុច like ចុច share និងចែករំលែកទៅកាន់មិត្តរបស់បងប្អូនបន្តទៀតបាទសូមអរគុណ